បាននិយាយអំពីភោជនីយដ្ឋានគ្រប់គ្នាតែងតែគិតអំពីម្ហូបអាហារនិងរសជាតិនៅទីនោះប៉ុន្តែនៅក្នុងវីដេអូនេះវិញយើងនឹងលើកយកនៅភោជនីយដ្ឋានដែលមានការតាក់តែងឬក៏ដេគ័រដ៏ចម្លែកបំផុតនៅក្នុងពិភពលោកទី10ភោជនីយដ្ឋាន Ona ស្ថិតនៅក្នុងទីក្រុង Toronto នៅក្នុងប្រទេសកាណាដាភាពចម្លែកនៃភោជនីយដ្ឋាននេះគឺមានទៅដោយបុគ្គលិកដែលជាអ្នកពិការភ្នែកហើយការញ៉ាំអាហារនៅទីនោះគឺញ៉ាំនៅក្នុងភាពងងឹតការដែលធ្វើបែបនេះគឺដើម្បីយល់ដឹងអំពីជីវិតពិតរបស់ជនពិការតែក៏មានការពិបាកផងដែរនៅពេលដែលយើងពិសាអាហារនៅទីនោះព្រោះថានៅក្នុងបរិវេណនោះពោពេញដោយភាពងងឹតពន្លឺមានតិចតួចណាស់សម្រាប់មើលឃើញអាហារដើម្បីពិសាហើយក្រៅពីនេះគឺគ្មានពន្លឺគ្រប់គ្រាន់ដើម្បីមើលនោះទេទី9ភោជនីយដ្ឋាន The Rock Restaurant ភោជនីយដ្ឋាននេះគឺមានលក្ខណៈចម្លែកត្រង់ថាវាស្ថិតនៅលើថ្មដែលដាច់ពីឆ្នេរសមុទ្រអាចធ្វើដំណើរដោយថ្មើរជើងបានលុះត្រាតែទឹកនោះកំពុងតែស្រកប៉ុន្តែបើសិនជាវាកំពុងតែឡើងវិញយើងត្រូវការប្រើទូកដើម្បីបានទៅដល់ភោជនីយដ្ឋាននេះទី8ភោជនីយដ្ឋាន Chiras Manor វាស្ថិតនៅក្នុងប្រទេសកេនយ៉ាភោជនីយដ្ឋាននេះចម្លែកត្រង់ថានៅពេលដែលយើងកំពុងតែពិសាអាហារមានសត្វកវែងជាច្រើនអើតកមកតាមបង្អួចហើយបើយើងមិនប្រយ័ត្ននោះទេសត្វកវែងនោះនឹងលួចអាហាររបស់យើងស៊ីជាមិនខានវាក៏មានផលវិបាកមួយចំនួនដែរបើសិនជាយើងមិនចូលចិត្តសត្វប៉ុន្តែបើអ្នកចូលចិត្តវិញវាមិនមែនជាបញ្ហានោះទេទី7ភោជនីយដ្ឋាន The Heart Attack Square ភោជនីយដ្ឋាននេះចម្លែកត្រង់ថាបុគ្គលិកនៅទីនោះគឺពាក់ឯកសណ្ឋានជាពេទ្យហើយភ្ញៀវដែលចូលទៅទិញនោះគឺប្រៀបដូចជាអ្នកជំងឺមេនុយអាហារទាំងអស់នេះគឺសុទ្ធតែហាមប្រាមសម្រាប់អ្នកមានបញ្ហានៅបេះដូងហើយជីវិតជាក់ស្ដែងនៅក្នុងពេទ្យគេតែងតែហាមមិនឲ្យបរិភោគនៅពពួកអាហារប្រភេទហ្នឹងប៉ុន្តែភោជនីយដ្ឋាននេះគឺធ្វើការលក់នៅអាហារប្រភេទហ្នឹងជាច្រើនរួមទាំង burger ដែលមានជាន់ថ្នាក់ជាច្រើនផងដែរទី6ភោជនីយដ្ឋាន Ninja New York គ្រាន់តែលើឈ្មោះយើងក៏ដឹងទៅហើយថាតើការតុបតែងខាងក្នុងគឺវានៅជាលក្ខណៈបែបណាប៉ុន្តែការតុបតែងខាងក្នុងគឺសុទ្ធតែពាក់ឯកសណ្ឋាន Ninja ហើយអ្នកដែលបម្រើអាហារនោះគឺសុទ្ធតែមានការសម្ដែងនៅក្បាច់គុណ Ninja ហើយរួមទាំងបម្រើនៅសេវាកម្មល្អៗថែមទៀតផងទី5ភោជនីយដ្ឋាន The Clinic Restaurant វាគឺជាភោជនីយដ្ឋានដែលតាក់តែងរចនាដូចជាមន្ទីរពេទ្យឬក៏ដូចជា clinic អញ្ចឹងដែលអាចឲ្យភ្ញៀវញ៉ាំអាហារលើក្រែពេទ្យហើយអាហារត្រូវបានដាក់នៅក្នុងចានដែលមានរាងដូចជាសម្ភារៈវិទ្យាសាស្ត្រដែលហាក់ដូចជាយើងកំពុងតែនៅក្នុង clinic ឬក្នុងមន្ទីរពេទ្យអញ្ចឹងទី4ភោជនីយដ្ឋាន El Diablo លក្ខណៈចម្លែករបស់វាគឺវាស្ថិតនៅលើភ្នំភ្លើងហើយមានសកម្មភាពជាច្រើនដ៏ចម្លែកនៅក្នុងភោជនីយដ្ឋាននោះពលគឺគេបានប្រើនៅកម្ដៅធម្មជាតិពីភ្នំភ្លើងដើម្បីចម្អិនអាហារទី3ភោជនីយដ្ឋាន The Dark Restaurant ភោជនីយដ្ឋាននេះគឺស្តៀងនឹងភោជនីយដ្ឋានទី10ដូចគ្នាដោយថានៅក្នុងបរិវេណនៃហាងនេះគឺពោពេញទៅដោយភាពងងឹតហើយភ្ញៀវដែលបានមកញ៉ាំនៅទីនេះគឺតែងតែប្រើវិញ្ញាណជំនួសការមើលឃើញរបស់ភ្នែកដើម្បីចាប់កាន់របស់ឬគឺក៏ម្ហូបដែលត្រូវនឹងពិសាទី2ភោជនីយដ្ឋាន Iha Undersea លក្ខណៈចម្លែកនៃភោជនីយដ្ឋាននេះគឺវាស្ថិតនៅក្រោមសមុទ្រជម្រៅ5ម៉ែត្រភ្ញៀវទាំងអស់ត្រូវបានចូលនៅក្នុងប្រអប់មួយដែលប្រអប់នោះគឺជាកន្លែងដែលបរិភោគអាហារបន្ទាប់មកពួកគេក៏បានជ្រមុជប្រអប់នោះចូលទៅក្នុងទឹកហើយភ្ញៀវទាំងអស់ដែលកំពុងពិសាអាហារនៅក្នុងនោះគឺបានមើលឃើញយ៉ាងច្បាស់អំពីសត្វសមុទ្រនៅជុំវិញខ្លួនរបស់ពួកគេទី1ភោជនីយដ្ឋាន Dinner in the Sky ភោជនីយដ្ឋានប្រភេទនេះគឺមិនសម្រាប់អ្នកដែលខ្សោយបេះដូងគឺក៏អ្នកដែលខ្លាចទីខ្ពស់នោះទេពោលគឺថាភោជនីយដ្ឋាននេះគឺមានប្រអប់មួយដើម្បីយកនៅភ្ញៀវទាំងអស់ទៅលើអាកាសដែលមានកម្ពស់ប្រមាណជា50ម៉ែត្រហើយពួកយើងអាចញ៉ាំអាហារនៅទីនោះនិងអាចមើលឃើញនូវទេសភាពជាច្រើននៅជុំវិញទីនោះផងដែរដែលហាក់ដូចជាពិសាអាហារនៅលើអាកាសអញ្ចឹងវីដេអូប្រមាណជា4នាទីដែលនិយាយអំពីភោជនីយដ្ឋានចម្លែកៗទាំងអស់នៅក្នុងពិភពលោកក៏បានដល់ទីបញ្ចប់ទៅហើយបើសិនជាពេញចិត្តនៅវីដេអូពេលនេះកុំភ្លេចជួយ like share subscribe ម្នាក់មួយផងអរគុណសម្រាប់ការទស្សនា Thank you for watching